risk reward របស់ខ្ញុំអត់ដែលតូចជាងមួយទេ reward ត្រូវតែធំជាង risk បើសិនជាខ្ញុំហ៊ានខាតផ្ទះមួយ trade ហ្នឹង200អញ្ចឹងអីដែលខ្ញុំទទួលបានក៏ត្រូវតែធំជាង200ដែរយ៉ាងណាក៏200ឬក៏400ដែរគាត់អាចនឹងរកឱកាស sell អាហ្នឹងមានតែមិនមានតែពីរខុសគ្នាបាទបើថាគាត់ជាប់ហើយជាប់បាយហើយអញ្ចឹងគាត់ផ្នែកគាត់រកតែ confirm បាយទេគាត់មើលឃើញបាយច្រើនជាង sell អញ្ចឹងបើសិនជាគាត់អត់ជាប់បាយអញ្ចឹងបើសិនជាគាត់ hold ខាតអញ្ចឹងគាត់សុកចិត្តកាត់ខាតមួយថ្ងៃហ្នឹងគាត់នឹងឃើញឱកាសថ្មីស្អាតដែលវា clean set up sell នៅថ្ងៃស្អែកនេះហើយគាត់អាចចំណេញអាហ្នឹង recover ជាមួយនឹងអាចាស់ទៀតហើយបន្តទៅទៀតយើងនិយាយតាក់ទងនឹងការ control មិញនិយាយពីការកំណត់ SLTP អញ្ចឹងដឹងដែរថាតើរបៀបដែល safe control ទៅលើ risk management ណាជាទូទៅ safe control របៀបម៉េចបើនិយាយពី risk management ឥឡូវខ្ញុំបែងចែកអញ្ចេះគេហៅថាដោយសារតែមុនហ្នឹងខ្ញុំបាន mention ដែរខ្ញុំ trade ជាមួយនឹង live account ផងខ្ញុំ trade ជាមួយនឹង fund ផងអញ្ចឹងបើសិនជា account ហ្នឹងជាលុយពិតហ្មងអញ្ចឹង 1% to 2% 1% ទៅ 2% maximum per trade គឺមានន័យថាយើង limit អញ្ចឹងអានេះវាស៊ីសងដែរ capital របស់យើងប្រព័ន្ធអីប្រហែលយើងគិតថាrisk ប្រហែលដែលយើង control ងាយស្រួលហើយយើងអត់សូវ impact ទៅលើអារម្មណ៍បើសារតែចេះគេហៅថានៅពេលដែលយើងចូលផ្សារភ័យដែលយើងចូលផ្សារទៅយើងអត់អាច hold position ដល់គោលដៅយើងត្រូវ back ត្រឡប់មកលើ position របស់យើងវិញ lot size ដែលយើងចូលវិញ risk ដែលយើងចូលវិញតើវាធំហួសជាមួយនឹងអីដែលយើងអាច afford to lose ឬក៏អាចបាត់បង់បានអត់បើសិនជាវាអាចថាយើងអត់ control ប៉ុណ្ណឹងបានទេឬក៏អាហ្នឹងវាលើសពីអីដែលយើងអាចបាត់បង់បានចង់យើងមានអារម្មណ៍ខ្លាំងជាមួយនឹង position មួយហ្នឹងឯងតែមួយហ្នឹងទេ position មួយហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាអូខេអានេះលុយនេះបើសិនជាខាតអានេះស្មើនឹង20ឬក៏ 50% នៃទឹកលុយបាត់ហើយតែគាត់មាន 1000 ចូលមក position ហ្នឹងគាត់ខាតដល់ 500 អញ្ចឹងគ្រាន់តែឃើញកំហមុំ 100 200 គាត់ចាប់ដើមភ័យបាត់ហើយចាប់ដើមភ័យតែពេលមនុស្សចាប់ដើមភ័យការសម្រេចចិត្តវាលែង logical វាលែងទៅតាម plan អស់ហើយវាខូចអស់ហើយដល់ពេលអញ្ចឹងងាយស្រួលក្នុងការដែលគាត់ខាតបងច្រើនខាតបងអញ្ចឹងរហូតអញ្ចឹងសម្រាប់ខ្ញុំគឺ account real ខ្ញុំ limit ត្រឹម 1% 2% អូខេប៉ុណ្ណឹងដោយសារទឹកលុយខ្ញុំ trade account live អាចថាឥឡូវខ្ញុំឧទាហរណ៍ថា20k អញ្ចឹងមក set up ចន្លោះពី200ទៅ400អញ្ចឹងបើសិនជាប៉ុណ្ណឹងវាអត់អីជាមួយនឹងការ living របស់ខ្ញុំ trade តែប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំ consistent តែ trade តែប៉ុណ្ណឹងទៅបានហើយកុំបខំខ្លួនឯងដោយសារមួយថ្ងៃពេលខ្លះខ្ញុំចូលតែមួយ trade ហ្នឹងហើយមួយ trade ហ្នឹងពេលខ្លះខុសទៀតអានេះជាអីដែលខ្ញុំចែកម្លែកថាចេះខ្ញុំអត់ចង់ថាខ្ញុំអត់និយាយថាខ្ញុំ win rate ខ្ពស់ឬក៏ probability ខ្ពស់ទេខ្ញុំធ្លាប់បើកឲ្យគ្នាយើងនៅក្នុង streamer ដែរ win rate របស់ខ្ញុំត្រឹមតែ60ជាងទេមានន័យថា win rate របស់ខ្ញុំត្រឹមតែ60ជាងទេប៉ុន្តែមានន័យថាចេះដោយសារតែចំនួន risk reward របស់ខ្ញុំអត់ដែលតូចជាងមួយទេ reward ត្រូវតែធំជាង risk បើសិនជាខ្ញុំហ៊ានខាតផ្ទះមួយ trade ហ្នឹង200អញ្ចឹងអីដែលខ្ញុំទទួលបានក៏ត្រូវតែធំជាង200ដែរយ៉ាងណាក៏200ឬក៏400ដែរ1ទល់2ដែរហ្នឹងជាអីដែលខ្ញុំអាច control ខ្លួនឯងវាថាlimit ខ្លួនឯងបានហើយខ្ញុំទទួលស្គាល់ខុសដោយសារខ្ញុំអាចបើក account នេះមើលបានគឺខ្ញុំមិនមែន trade kill រហូតទេគឺខ្ញុំមានពេលខុសមានពេលខាតមានពេលកាត់ចោលដូចគ្នាបាទហើយពេលខ្លះសំបីតែចេះដូចខ្ញុំនិយាយមុនហ្នឹងវាមានភាពមិនច្បាស់លាស់នៅក្នុង market អញ្ចឹងអីដែលខ្ញុំ control បានគឺខ្ញុំ control ជាមួយនឹង limit SL របស់ខ្ញុំបើខ្ញុំខុសមួយថ្ងៃហ្នឹងគឺខ្ញុំសុខចិត្តខាតប៉ុណ្ណឹងអញ្ចឹងខ្ញុំកាត់ខាតចោលថ្ងៃស្អែកជាថ្ងៃថ្មីអារម្មណ៍ថ្មីខ្ញុំមើលផ្សារច្បាស់ជាងមុនខ្ញុំចូលបាន set up ថ្មី recover ដោយសារចេះខ្ញុំចង់ចែកម្លែកគ្នាយើងដែរខ្ញុំជឿថាម្នាក់ដែលខាតបងច្រើនណា chase market គឺងាប់រស់តែក្នុងមួយយប់ឬក៏ក្នុងមួយថ្ងៃទេដោយសារតែគាត់ទីមួយគាត់អត់ព្រមចាញ់ផ្សារគាត់អត់មានកន្លែងដែលគាត់ត្រូវ stop អញ្ចឹងងាប់រស់ក្នុងមួយថ្ងៃនេះខ្ញុំចង់និយាយថាម៉េចលើឧទាហរណ៍ថាកាមុនមាសរបៀបថានៅពេលដែលវាគៀក all time high ហើយយកថ្ងៃសុកអញ្ចឹងគ្រប់គ្នាអាចនឹងជាប់ sell អញ្ចឹងគាត់អត់ព្រមចាញ់ថាផ្សារហ្នឹងវាអាចបន្តឡើងទៀតទេគាត់ជាយាម chase ទិញលក់ចូលលក់បន្តរហូតដាច់ all time high ក៏លក់ដាច់ all time high ប៉ុន្តែឃើញអត់មកយប់ពេញហ្នឹងវាអត់ចុះទេ
ចោះអត់ដូចទេទៅហើយទៅទៀតខ្ទង់30-40លេខទៅលើទៀតអញ្ចឹងដៃ account តែមួយយប់ហ្នឹងស្អែកឡើងព្រលឹមឡើងធ្លាក់វិញ50លេខស៊ីអាហ្នឹងមានន័យថាគឺគ្រប់យ៉ាងងាប់រស់តែមួយថ្ងៃអញ្ចឹងបើខ្ញុំទ្រឹស្ដីខ្ញុំនៅក្នុង trade ដែលខ្ញុំគេហៅទប់ខ្លួនឯងខាមខ្លួនឯងដោណាអានេះមិនមែនជាថ្ងៃរបស់ខ្ញុំទេស្អែកខ្ញុំគិតទៀតអត់ខ្វល់ទេថ្ងៃហ្នឹងខាតអូខេស្អែកខ្ញុំគិតទៀតដោយសារខ្ញុំដឹងថាស្អែកអារម្មណ៍ថ្មីគេហៅថាយើងភ្នែកយើងfresh ដល់ពេលអញ្ចឹងយើងអាចងាយស្រួលក្នុងការមើលផ្សារជាងបើសិនជាប្រៀបដូចខ្ញុំធ្លាប់mention ដែរបើសិនជាយើងអ្នកដែលគាត់ចូលចិត្ត hold position ឆ្លងថ្ងៃឆ្លងខែគាត់ជាប់បាយគាត់មើលតែ confirm បាយទេគាត់ ignore គ្រប់យ៉ាងដែល confirm ថាផ្សារហ្នឹងវាចុះមកសេវា direction មកវាធ្លាក់វិញដោយសារគាត់ជាប់ផ្សារហើយប៉ុន្តែខ្ញុំជឿថាបើសិនជាគាត់អត់ជាប់ផ្សារគាត់អាចនឹងរកឱកាស sell អាហ្នឹងមានតែមិនមានតែពីរខុសគ្នាបាទដោយសារគាត់ជាប់ហើយជាប់បាយហើយអញ្ចឹងគាត់ភ្នែកគាត់រកតែ confirm បាយទេគាត់មើលឃើញបាយច្រើនជាង sell អញ្ចឹងបើសិនជាគាត់អត់ជាប់បាយអញ្ចឹងបើសិនជាគាត់ hold ខាតអញ្ចឹងគាត់សុខចិត្តកាត់ខាតមួយថ្ងៃហ្នឹងគាត់នឹងឃើញឱកាសថ្មីស្អាតដែលវា clean set up sell នៅថ្ងៃស្អែកនេះហើយគាត់អាចចំណេញអាហ្នឹង recover ជាមួយនឹងអាចាស់ទៀតអញ្ចឹងអានេះអីដែលយើងអាចលេងគឺរបៀបអញ្ចឹងអញ្ចឹងដោយសារអានេះវាជាបទពិសោធន៍ដែលខ្ញុំដឹងថា market វាអញ្ចឹងហើយវាតែមួយថ្ងៃទេអញ្ចឹងសុខចិត្តចាញ់វាមួយថ្ងៃទៅវាចឹងជាជាងតែចាញ់ទាំងអស់ក្នុងមួយថ្ងៃអត់មានពេល recover មកវិញអូខេអញ្ចឹងមានន័យថារាល់ប្រតិបត្តិការជួញដូររបស់យើងត្រូវមានកំណត់ជាក់លាក់ថាក្នុងមួយ trade ហ្នឹងយើង risk ប៉ុណ្ណាកុំឲ្យវាធំលើសពី affordable risk ដែលយើងអាចទទួលយកបាននៅក្នុងទំហំមួយដែលយើងអូខេបើសិន risk ប៉ុណ្ណឹងអត់អីទេអារម្មណ៍យើងថ្ងៃហ្នឹងអូខេថ្ងៃស្អែកយើងអាច start ថ្មីបានអូខេអញ្ចឹងអាហ្នឹងពាក់ព័ន្ធមួយការ control ទៅលើ risk management ចុះមួយទៀតតកតងទៅនឹងការជួញដូរក្រៅពីយើងមើលទៅលើយុទ្ធសាស្ត្រជួញដូរបែប technical សិមានមើលព័ត៌មានឬក៏ទិន្នន័យសេដ្ឋកិច្ចឬក៏អីក្រៅពីនឹងទៀតបន្ថែមពីលើនឹងមើលដូចគ្នាបងដោយសារខ្ញុំប្រាប់គ្នាយើងមួយតាក់ទងជាមួយនឹងការ analyze គេហៅថាអ្នកខ្លះ ego តាក់ទងជាមួយនឹងការ analyze ហ្នឹងរបៀបមិនអត់គឺគាត់គូ analyze ហ្នឹងហើយគាត់ចង់ឲ្យផ្សារហ្នឹងដើរតាមអាហ្នឹងឬក៏បង្ខំឲ្យផ្សារហ្នឹងដើរដូចអាហ្នឹងហើយក៏ពិតចេះបើសម្រាប់ខ្ញុំពីមុនខ្ញុំអត់សូវដឹងឬក៏ខ្ញុំអត់សូវចាប់អារម្មណ៍មួយ fundamental ច្រើនទេប៉ុន្តែឥឡូវខ្ញុំអាចថាខ្ញុំមើលច្រើនជាមួយនឹង fundamental ដោយសារហ្មងខ្ញុំដឹងថាក៏ពិតកត្តា fundamental ជាអ្នករុញផ្សារធំជាងអីទាំងអស់ fundamental គឺទី1ដែលជាអ្នករុញផ្សារឲ្យ move ខ្លាំងៗឥឡូវយើងឧទាហរណ៍ថាព័ត៌មាន economic របៀប non farm ឬក៏អីដែលវា move 10-20 លេខនេះអាហ្នឹងវាជាព័ត៌មានវា fundamental ដែលវារុញផ្សារ move អញ្ចឹងសួរថាតើយើងជា trader ហ្នឹងតើយើងអាច predict ជាមួយ fundamental អត់ទេប៉ុន្តែអីដែលយើងអាចធ្វើបានក៏ពិត technical គឺវាដើរក្រោយជាមួយនឹង fundamental ដើរក្រោយរបៀបម៉េច technical គ្រាន់តែជាការដែលយើងអាច analyze ជាមួយនឹង fundamental ដែលវាបានបង្កើតហើយយើងដឹងថា key កន្លែងណាដែលវាអាចចុះមកយកឬក៏វា respect ឬក៏យើងអាចចាប់កន្លែងណាសម្រាប់ចូលឬក៏សម្រាប់ចេញជាមួយនឹងផ្សាររបៀបអញ្ចឹងមានន័យថាឲ្យ fundamental វារុញផ្សារឲ្យទៅ technical របស់យើងនេះគ្រាន់តែជាកន្លែងដែលថាអូខេធ្លាប់ repeat pattern នឹងកើតឡើងដដែលឆាតហ្នឹងវាត្រូវ retracement ប្រព័ន្ធនេះប៉ុន្មានភាគរយមុននឹងវាបន្តឡើងទៅទៀតអានេះគឺជា technical ដែលយើងយក apply ក្នុងទីផ្សារដើម្បីចូល trade អានេះចឹងមានន័យថាfocus លើ fundamental ក៏យើងត្រូវមើលដូចគ្នាប៉ុន្តែគេថាដូចខ្ញុំ style ដែលខ្ញុំ trade គឺខ្ញុំអត់ដែល trade មុនព័ត៌មានទេបើព័ត៌មានទីឲ្យយប់ហ្នឹងព័ត៌មាន nan farm ម៉ោង 7 កន្លះខ្ញុំអត់ trade មុនព័ត៌មានទេអញ្ចឹងឲ្យព័ត៌មានចេញឲ្យ fundamental វាចេញហើយអញ្ចឹងយើងដឹងអូខេព័ត៌មានហ្នឹងវាល្អឬក្រក់តែវាចង់ឲ្យផ្សារហ្នឹងស៊ីលើឬក៏ស៊ីក្រោមអញ្ចឹងបន្ទាប់ពីហ្នឹងអីដែលខ្ញុំអាចធ្វើបានគឺខ្ញុំ apply technical ចូលរក key level ដែលវាត្រូវទៅយកឬក៏ទៅ respect target ទៅដល់កន្លែងដែលវាត្រូវស៊ីទៅឬក៏ខាងលើឬខាងក្រោមទៅអញ្ចឹងផ្ដោតទៅលើtechnical របស់យើងប៉ុន្តែកុំឲ្យថាគ្រប់យ៉ាងត្រូវតែដើរ follow តាម technical ដែលយើង analyze ដូចខ្ញុំនិយាយសារវាអត់ខ្វល់ជាមួយនឹងការគូ trend line របស់យើងសារអត់ខ្វល់ជាមួយនឹងការគូ level confirm level យើងCISD order block FVG ឬក៏អីហ្នឹងតែវាអត់ខ្វល់ទេជួនកាលទីសូម្បីតែខ្ញុំនិយាយថារឿងភាពដែលវាមិនច្បាស់លាស់ក្នុងផ្សារយើង analyze គ្រប់យ៉ាងហ្នឹងវាត្រូវឲ្យ confirm ហើយយើងចូលពព័ត៌មាន
មិនប្រកដីមួយ Trump និយាយអីមួយ Trump post អីមួយពុបឆ្វាច់ផ្សារដើរលេងទៅតាម technical បាទស៊ីអញ្ចឹងមានន័យថាអាហ្នឹងវាជាភាព random ហើយយើងអត់អាចបន្ទោសថាហេតុអីមិនព្រមដើរតាម technical របស់ខ្ញុំវាទៅស្អីអា fundamental នេះវាធំជាងទោះជា technical ហ្នឹងវាមានក៏ដោយតែ fundamental ហ្នឹងវាធំជាងវារុញផ្សារហ្នឹងទៅប្រជ្រះគោលដៅដែលវាកំពុងតែមាននេះអញ្ចឹងថាយើងអត់អាចគ្រប់គ្រងបានទេវាមាន uncertainty នេះភាពមិនច្បាស់លាស់គឺក្នុងហ្នឹងច្រើនគ្រាន់តែ technical គឺយើងអាចរកកន្លែងចេញចូលផ្សារបានល្អអូខេបាទជាជាងដែលយើងបើសិនយើង trade fundamental សុទ្ធយើងអត់មានកន្លែងដែលកេងតម្លៃកេង SL ឬក៏អីវាខ្លះក៏យើងអត់មានបានចូល entry ដែលស្អាតអញ្ចឹងទៅរបៀបអញ្ចឹងអូខេវ៉ាវអូខេអញ្ចឹងថ្ងៃហ្នឹងបានបទពិសោធន៍ច្រើនមែនតើពីស៊ីបអរគុណច្រើនមែនតើសម្រាប់ការចែកម្លែកបទពិសោធន៍របស់យើងថ្ងៃនេះហើយមានចង់ឲ្យស៊ីបមានអីផ្ដាំផ្ញើសម្រាប់បងប្អូនយើងដែលគាត់អត់ទាន់ profitable ឬក៏គាត់អត់ទាន់លក្ខណៈថារកអីដែលជារបស់ខ្លួនឯងនៅក្នុងការជួញដូរឃើញឬក៏បងប្អូនដែលថ្មីដែលគាត់ឃើញវិស័យហ្នឹងគាត់ចាប់អារម្មណ៍ហើយគាត់ចង់ start ថាគាត់គួរចាប់ផ្ដើមគិតគូរ start ពីចំណុចណាទៅអានេះបើសម្រាប់ថាឥឡូវខ្ញុំនិយាយជ្រុងពីអ្នកដែលចង់ start early របៀបជាសិស្សសកលឬក៏ទើបចប់វិទ្យាល័យអញ្ចឹងទៅទី1វាអាចល្អថងមិនអត់អ្នកដែលគាត់ start early ដូចខ្ញុំធ្លាប់ mention ដែរគឺទី1គាត់អត់មានលុយច្រើនក្នុងការខាតទេអញ្ចឹងបើសិនជាចង់សាកក៏សាកទៅប៉ុន្តែនៅខ្ញុំតែ recommend ដដែលគឺ invest ទៅលើការរៀនសិនហើយរៀនសិនជាមួយនឹងមិនថាជារៀនជាមួយនឹង YouTube រៀនជាមួយនឹង mentor រៀនជាមួយនឹង course អីទេគឺអាចរៀនមានលទ្ធភាពបានរៀនសិនទៅគឺពេលដែលយើងត្រូវយក skill មួយហ្នឹងហើយទៅapply ជាមួយនឹង market ជាក់ស្ដែងអញ្ចឹងមិនយើងដឹងថាតើយើងអាចយល់បានឬក៏យើងចាប់បានយើងធ្វើបានជាមួយនឹង market control ខ្លួនឯងជាមួយនឹងការ trade បានអត់ដោយសារតែភាគច្រើនយើងរៀនបកកែមិនប្រកាសថាយើងធ្វើអានឹងជោគជ័យទេនៅពេលដែលយើងអារម្មណ៍របស់យើង control អត់បានល្អការ control សាច់ប្រាក់របស់យើងអត់បានល្អ risk management អត់បានល្អក៏វាអត់ទៅមុខដែរអញ្ចឹងគេថាប៉ុន្តែយ៉ាងហោចណាស់រៀនសិនណា apply សិនទៅហើយព្យាយាម reflect self reflect ខ្លួនឯងថាតើយើងមានធ្វើអី update បន្ថែមឬក៏យើងធ្វើអីដែលយើងគួរធ្វើឲ្យអស់នៅបើយើងធ្វើអីឲ្យអស់ដែលយើងគួរធ្វើអាហ្នឹងមានថាយើងឈ្នះខ្លួនឯងហើយយើងធ្វើរឿងដែលត្រូវហើយជាជាងដែលយើង focus ទៅលើ P&L ខ្លាំងពេកជាជាងដែលយើង focus ទៅលើថាចំណេញខាតខ្លាំងពេកយើងអត់ focus ទៅលើថាយើងធ្វើអីដែលត្រូវដោយសារសម្រាប់ខ្ញុំមូលហេតុដែលខ្ញុំអាច stay in market ឬក៏ psychology របស់ខ្ញុំរៀងគ្រាន់បើគឺដោយសារខ្ញុំដឹងថាខ្ញុំធ្វើអីដែលត្រូវដូចខ្ញុំនិយាយថា outcome ជារឿងបន្ទាប់ដែលខ្ញុំអត់អាចគ្រប់គ្រងបានអញ្ចឹងណាទោះជាវាខាតក៏ខ្ញុំសប្បាយចិត្តដោយសារអីខ្ញុំធ្វើអីដែលខ្ញុំត្រូវធ្វើឲ្យអស់ហើយលទ្ធផលជារឿងដែលខ្ញុំអត់អាចគ្រប់គ្រងគាត់តែខ្ញុំដឹងថានៅក្នុងរយៈពេលយូរគឺខ្ញុំធ្វើអញ្ចឹងគឺខ្ញុំនឹង survive បានខ្ញុំនឹងរស់បានជាមួយនឹង market ខ្ញុំអាចចំណេញបានប៉ុន្តែអ្នកម្នាក់ទៀតគាត់អាចថាគាត់ដោយសារក្នុង market នេះវាខុសជាមួយនឹងអាការដែលយើងរកស៊ីឬក៏ការនេះជាក់ស្ដែងគេថាយើងអាចនឹងធ្វើអីគ្រប់យ៉ាងត្រូវមិនប្រកាសថាយើងចំណេញលុយប៉ុន្តែយើងធ្វើគ្រប់យ៉ាងខុសក៏យើងអាចចំណេញលុយបានដែរខ្ញុំសូមលើកឧទាហរណ៍ចំណុចហ្នឹងមួយឧទាហរណ៍ថាយើងធ្វើអីគ្រប់យ៉ាងដែលខុសគឺរបៀបមិនយ៉ាងឧទាហរណ៍ថាយើងខាតថ្ងៃហ្នឹង$100ចូលខាតអស់$100 deposit បន្ថែម$500ដើម្បី recover អាហ្នឹងភ្លាម revenge trade chase market អស់200ដល់មកគាត់ថែម$1000ទៀតដើម្បី recover អស់200បូក100ហ្នឹង300ហ្នឹងគាត់ recover មកវិញបាន500អញ្ចឹងគាត់សប្បាយចិត្តដោយសារអីគាត់ profit អញ្ចឹងគាត់មានអារម្មណ៍ថាគាត់កំពុងតែធ្វើរឿងដែលត្រូវក៏ពិតរឿងហ្នឹងគឺជារឿងដែលមិនត្រូវធ្វើនៅក្នុង market ដោយសារយើងត្រូវទទួលស្គាល់អារបៀបហ្នឹងគឺរឿងហ្នឹងគឺជារឿងដែលមិនត្រូវធ្វើទេរឿងហ្នឹងរឿងអត់ត្រូវទេប៉ុន្តែឃើញតែបើយើងនិយាយ P&L គាត់ចំណេញលុយអត់គាត់ចំណេញលុយ in term of like in term of money profit ចេញវិញគាត់ចំណេញអត់គាត់ចំណេញប៉ុន្តែអាហ្នឹងគឺថាតើគាត់ធ្វើត្រូវអត់គាត់ធ្វើអត់ត្រូវទេប៉ុន្តែដូចទីហត់ខ្ញុំពេលខ្លះខ្ញុំធ្វើត្រូវមិនប្រកាសថាខ្ញុំចំណេញលុយដោយសារអីវាមានភាពមិនច្បាស់លាស់ប៉ុន្តែខ្ញុំនិយាយថា long term នៅក្នុង market ហ្នឹងអញ្ចឹងឧទាហរណ៍ថាគាត់ចង់ធ្វើរបៀបអញ្ចឹងដដែលឃើញគាត់ចាប់ដើមឃើញលុយចំណេញដោយសារគាត់ធ្វើរូបភាពមួយហ្នឹងអញ្ចឹងគាត់នឹង repeat ច្រំដែរជាមួយសកម្មភាពហ្នឹងដដែលជាមួយនឹង market ហើយ market ដល់ពេលមួយ
ត្រូវការតែម្ដងទេដើម្បី wipe out របស់យើងទាំងលុយរបស់យើងទាំងអស់ដែលយើងធ្លាប់ធ្វើកំហុសហ្នឹងហ្មងគឺមានន័យថាវានឹង harmful យើងថាអាហ្នឹងយើងធ្វើតែ repeat ដដែលដូចមាសអញ្ចឹងនៅពេលផ្សារ sideways គ្រប់គ្នានឹងចំណេញតែផ្សារទៅ one direction wipe out អ្នកមកជាហៀងយកមកអញ្ចឹងចាត្រូវការតែមួយពេលទេអាលុយដែលយើងធ្លាប់ធ្វើប្រហែលហ្នឹងធ្លាប់ចំណេញតែប្រហែលហ្នឹងបាទបាត់បង់ទាំងអស់ក្នុងមួយថ្ងៃហ្មងខូចការទាំងអស់ក្នុងមួយថ្ងៃហ្មងដែលអាហ្នឹងវាជាគេហៅថា disaster មួយគ្រោះថ្នាក់ធំមួយដែលអ្នក trade របៀបអញ្ចឹងគាត់អត់ចាប់អារម្មណ៍គាត់គិតថាគាត់កំពុងតែធ្វើរឿងដែលត្រូវហើយខ្ញុំជឿអញ្ចឹងនៅពេលដែលគាត់កំពុងធ្វើត្រូវគឺពេលដែលគាត់កំពុងចំណេញនិយាយគាត់អត់ស្ដាប់ទេយ៉ាគាត់បានលទ្ធផលនិយាយចឹងនិយាយគាត់ស្ដាប់ទេដោយសារអីខ្ញុំមួយខែខ្ញុំរកបានតែ 10% 15% ហ្នឹងគាត់មួយថ្ងៃគាត់ធ្វើរបៀបអញ្ចឹងគាត់ចំណេញបាន 10% បាត់ហ្នឹងនិយាយមួយគាត់អត់ស្ដាប់ទេអញ្ចឹងនៅមូលហេតុដែលខ្ញុំគាត់ថាអូខេអ្នកដែលយើងអាចណែនាំយើងអាច share experience បានបើគាត់ទទួលយកក៏គាត់ទទួលយកបើគាត់មិនទទួលយកទុកឲ្យគាត់ experience អាហ្នឹងខ្លួនឯងទុកឲ្យ market បង្រៀនមេរៀនហ្នឹងឲ្យគាត់ដោយសារមិនយូរមិនឆាប់គាត់នឹងជួបអាមួយហ្នឹងឯងអូខេគាត់នឹងជួបគ្រោះថ្នាក់ធំហ្នឹងមួយឯង yes មិនមានន័យថាចង់ឲ្យគាត់ជួបគ្រោះថ្នាក់ឬក៏បនឲ្យគាត់ខូចខាតធំទេប៉ុន្តែ market គឺវាអញ្ចឹងយើងអីទៅបានគឺយើង play along market យើងអាចគ្រប់គ្រងវាបានទេអញ្ចឹងគេហៅថាខ្ញុំ focus ទៅលើអីដែលខ្ញុំត្រូវធ្វើជាជាងខ្ញុំ focus ទៅលើលុយដែលចំណេញឬក៏លុយដែលខាតក្នុងមួយថ្ងៃហ្នឹងដោយសារខ្ញុំអត់ calculate ជាមួយនឹងលុយដែលខ្ញុំចំណេញខ្ញុំដែលខាតនៅក្នុងពេលមួយថ្ងៃទេអញ្ចឹងវាថាខ្ញុំ stay long term បានលុះថាខ្ញុំ calculate អាហ្នឹងជា long term អញ្ចឹងខ្ញុំ survive បានអូខេហ្នឹងមែនខ្ញុំធ្វើរឿងដែលត្រូវហើយអញ្ចឹង control លើអីដែលយើង control បានរឿងដែលមិន control បានដូចជា TP ឬក៏ SL ឬក៏ P&L របស់យើងហ្នឹងអាហ្នឹងយើងគិតជារឿងបន្ទាប់អូខេអញ្ចឹងមានន័យថាបើគាត់ជាអ្នកថ្មីហ្មងគាត់គួរតែចាប់ផ្ដើមពីការរៀនសូត្រទៅមកហើយព្យាយាមគ្រប់គ្រងទៅលើ ego របស់ខ្លួនឯងហើយមើលអីដែលគួរនិងមិនគួរអ្វីដែលគួរ practice អ្វីដែលមិនគួរ practice គឺយើងត្រូវតែសិក្សាមើលពីអ្នកដែលគាត់ឆ្លងកាត់ហើយជៀសវាងគាត់ជួបហៅ disaster ពេលណាមួយដែលសារតែគាត់អត់បានសិក្សាពីបទពិសោធន៍ឬក៏កំហុសរបស់អ្នកមុនណាអញ្ចឹងពេលខ្លះ experience ខ្លះយើងអត់ចាំបាច់ត្រូវតែឆ្លងខ្លួនឯងមែនទេដើម្បីយើងរៀនគឺយើងអាចlearn ពីអ្នកដែលគាត់ឆ្លងកាត់ហើយយើងយកអាហ្នឹងមកអូខេអាហ្នឹងគឺគេធ្វើទៅអត់ត្រូវអញ្ចឹងយើងកុំធ្វើអាហ្នឹងអូខេយើងអាចរៀនពីចំណុចហ្នឹងបានយើង save បានច្រើនទៀតហ្នឹងហើយយើងថាពេលខ្លះយើងរៀនទីមួយយើងរៀនពីកំហុសខ្លួនឯងយើងរៀនបានប៉ុន្តែដើម្បីយើងពន្លឿននៅក្នុងការរៀនអញ្ចឹងមូលហេតុដែលពេលខ្លះគេថាគេឆាច cost ឬក៏អីគេឆាចដោយសារអីយើងទៅទិញមិនមែនត្រឹមតែទិញមេរៀនទេយើងទៅទិញ experience យើងទៅទិញអាភាពជៀសវាងនឹងការខាត់បងធំនេះcontrol ជាមួយនឹងអារម្មណ៍វាអាហ្នឹងគឺជាអីដែលយើងត្រូវទៅទិញហើយមួយទៀតដូចខ្ញុំនិយាយថាយើងមិនត្រូវការទៅភ្លុកខ្លួនឯងអស់ទេដោយសារនេះយើងអាចរៀនជាមួយនឹង experience ឬក៏កំហុសដែលគេធ្លាប់ធ្វើហើយអញ្ចឹងយើងជៀសបានយើងពង្រឹងបាននៅក្នុងការធ្វើវានិយាយថាឧទាហរណ៍funny មួយយើងមិនចាំបាច់ទៅជន់មីនខ្លួនឯងឲ្យដឹងថាមីនហ្នឹងវាជន់ទៅវាផ្ទុះដាក់ជើងទេដោយសារហ្នឹងវាបបិសោតពីគេថាមីនជន់ទៅផ្ទុះដាក់ជើងហើយអញ្ចឹងមិនចាំបាច់ទៅភ្លុកខ្លួនឯងហ្នឹងចង់សាកដែរជន់ដាក់ជើងសួរពេលខ្លះវាចាំបាច់ក្នុងការទៅ try ធ្វើអាហ្នឹងអត់បើគេប្រាប់ហើយថាអាហ្នឹងគួរជាហើយហេតុអីមិនយើងទៅធ្វើអាហ្នឹងទៀតអញ្ចឹងអូខេល្អមែនតើថ្ងៃហ្នឹងpodcast របស់យើងដល់ទីបញ្ចប់ហើយក៏អរគុណសៀមមែនតើអរគុណខ្លាំងមែនតើជំនួសឲ្យទស្សនិកជនដែលបានចែកម្លែកបទពិសោធន៍ទាំងជូរចត់ទាំងសវាយមានគ្រប់រសជាតិតែម្ដងវគ្គរបស់យើង season 3 នេះហើយយើងនឹងជួបគ្នាជាមួយនឹងកម្មវិធី podcast យើងទៅមុខទៀតហើយសង្ឃឹមថាថ្ងៃក្រោយទៅបើសិនជាយើងអាចថាមានពេលវេលាឱកាសថែមជាងនឹងទៀតខ្ញុំនឹងអាចថាអញ្ជើញសៀបមកដើម្បីចែកម្លែកអីដែលលើសនឹងទៀតថ្ងៃក្រោយអញ្ចឹងសម្រាប់កម្មវិធី podcast របស់យើងនៅក្នុងថ្ងៃនេះគឺយើងបានដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅវគ្គបន្តទៀតបាទសូមអរគុណ